សំងំវឹកហាត់យូរឆ្នាំហើយនាដការីបុរាណខ្មែរសុគាគីមលៀងត្រូវបានជ្រើសរើសចូលរួមប្រកួត Universal Women 2025 នៅឥណ្ឌាសំងំកសាងប្រជាប្រិយភាពកសាងកេរ្តិ៍ឈ្មោះនិងវឹកហាត់ពង្រឹងចំណេះដឹងយូរឆ្នាំមកហើយទីបំផុតនាដការីបុរាណខ្មែរសុគាគីមលៀងត្រូវបានជ្រើសរើសតំណាងកម្ពុជាទៅចូលរួមប្រកួត Universal Women 2025 នៅប្រទេសឥណ្ឌាក្នុងខែមិថុនាឆ្នាំ2025ខាងមុខតាមបំងប្រាថ្នារបស់ខ្លួនហើយកញ្ញាសុគាគីមលៀងហៅកូនអានធ្លាប់បានប្រាប់ថាមុននឹងនាងសម្រេចដាក់ពាក្យចូលរួមប្រកួតកម្មវិធីណាមួយនាងត្រូវពង្រឹងសមត្ថភាពនិងចំណេះដឹងរបស់ខ្លួនឲ្យបានខ្លាំងក្លាសិនមុននឹងនាងឈានជើងឡើងឆាកក្រោយសំងំវឹកហាត់ចំណេះដឹងអស់រយៈពេលរាប់ឆ្នាំនាដការីរបាំខ្មែរសុគាគីមលៀងបានសម្រេចបំងប្រាថ្នារបស់ខ្លួនដើម្បីឈរនៅលើឆាកអន្តរជាតិហើយជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃខាងមុខស្ថាប័ន Universal Women Cambodia បានចេញសេចក្តីប្រកាសថាកញ្ញាសុគាគីមលៀងត្រូវបានគ្រងតំណែងជា Universal Women 2025តំណាងឲ្យកម្ពុជាចូលរួមប្រកួត Universal Women 2025នៅប្រទេសឥណ្ឌាបាទតាមគម្រោងនាដការីរបាំបុរាណខ្មែរសុគាគីមលៀងនឹងឡើងយន្តហោះចេញទៅប្រកួតនៅប្រទេសឥណ្ឌានៅដើមខែមិថុនាវគ្គប្រកួតបឋមនឹងធ្វើឡើងនៅថ្ងៃទី7ខែមិថុនាឆ្នាំ2025និងវគ្គប្រកួតផ្ដាច់ព្រាត់ធ្វើឡើងនៅថ្ងៃទី8ខែមិថុនាឆ្នាំ2025ជាមួយនឹងការជ្រើសរើសនេះសុគាគីមលៀងបានបដិញ្ញាចិត្តថានឹងធ្វើឲ្យបានល្អនៅក្នុងការប្រកួតដើម្បីនាំកម្ពុជាទៅកាន់ឆាកអន្តរជាតិអ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរនាដការីរបាំខ្មែរសុគាគីមលៀងជោគជ័យក្នុងការប្រកួតនេះ